ឥឡូវអាត្មាប្រាប់ញោមបើចង់ឲ្យអ្នកម្ដាយរបស់ញោមគាត់បានអាយុវែងតលតែញោមម្ចាស់ផ្ដាំបន់ត្រូវជាកូនកូនបង្កើតកូនប្រសាត្រូវតែចេះបដិបត្តិនៅធម៌ពីរចំពោះអ្នកម្ដាយរបស់ញោមណែតើតែញោមបដិបត្តិនៅធម៌ពីរទើបអ្នកម្ដាយរបស់ញោមបានអាយុវែងហើយចាស់ញោមត្រូវជាកូនត្រូវជាចៅតែត្រូវបដិបត្តិធម៌ពីរនោះមានអីខ្លះថាធម៌ទី1ញោមធ្វើឲ្យម្ដាយរបស់ញោមនេះគាត់សប្បាយចិត្តធម៌ទី1ញោមធ្វើឲ្យអ្នកម្ដាយបបាសិកាមកថៃនឹងឲ្យគាត់សប្បាយចិត្តបើកាលណាញោមធ្វើឲ្យគាត់សប្បាយចិត្តហើយគាត់បានអាយុវែងហើយដូចពេលនេះអញ្ចឹងបើញោមជាកូនបង្កើតកូនប្រសាជាចៅចេះសាមគ្គីគ្នាដូចបានធ្វើបន់ថ្ងៃហ្នឹងចេះស្រឡាញ់គ្នាចេះគោរពគ្នាចេះឲ្យតម្លៃគ្នាទៅវិញទៅមកមានទុក្ខមានវិបត្តិជួបនៅការលំបាកជួបបញ្ហាបងប្អូនចេះជួយជ្រោមជ្រែងគ្នាពេលហ្នឹងម្ដាយគាត់សប្បាយចិត្តហើយស្ដាប់តើញោមម្ចាស់ផ្ដាំបន់ពេលហ្នឹងគឺគាត់សប្បាយចិត្តហើយប៉ុន្តែបើកូនចៅអត់សាមគ្គីគ្នាទេឆ្លោះវិវាទតោះតែងគ្នាមុខយ៉ាក់ដាក់គ្នាបញ្ហាបន្តិចបន្តួចមិនចេះអត់អោនមិនចេះអនុគ្រោះឲ្យគ្នាទៅវិញទៅមកមិនចេះស្រឡាញ់គ្នាមិនចេះឲ្យតម្លៃគ្នាមិនចេះគោរពគ្នាពេលហ្នឹងសួរថាទឹកចិត្តអ្នកម្ដាយរបស់យើងគាត់សប្បាយចិត្តទេយាយសប្បាយចិត្តទេអត់ទេដែលតែគាត់មិនសប្បាយចិត្តគាត់កើតទុក្ខហើយតាកើតទុក្ខហើយអាយុអត់វែងទេញោមតាកើតទុក្ខអាយុអត់វែងទេបុរាណបណ្ឌិតជាន់ចាស់លោកថាម៉េចឈើបៀនទឹកវាឆាប់ពុកមនុស្សយើងតែបៀនទុកច្រើនវាឆាប់ស្លាប់ចឹងបានញោមមើលអ្នកបៀនទុកច្រើនអាយុអត់វែងទេពេលខ្លះបបាក់ចិត្តឲ្យរឿងកូនមិនត្រូវគ្នាបបាក់ចិត្តឲ្យរឿងចពៈធនាគារបបាក់ចិត្តឲ្យរឿងប្តីបបាក់ចិត្តឲ្យរឿងចៅបបាក់ចិត្តឲ្យរឿងប្រពន្ធពិបាកចិត្តឲ្យរឿងជួបបញ្ហាច្រើនបបាក់ចិត្តឲ្យរឿងសាច់ញាតិបងប្អូនបបាក់ចិត្តរឿងអ្នកចិត្តខាងដល់តែបបាក់ចិត្តចប់បបាក់ចិត្តឡើងគិតអីអត់ចេញទៅចងកងងាប់បាត់ញោមឃើញទេអាយុអត់វែងទេប៉ុន្តែបើញោមធ្វើឲ្យម្ដាយរបស់ញោមគាត់សប្បាយចិត្តណាអាយុវែងណាស់ព្រោះសំខាន់ចិត្តនឹងតែម្ដងស្ដាប់តើនេះយាយសំខាន់រូបរាងកាយរបស់យើងទាំងមូលគឺសំខាន់ជាងគេគឺចិត្តនេះវាជាប្រធាននៃរូបរាងកាយទាំងមូលហើយកាលណាបើចិត្តគាត់សប្បាយហើយគាត់មិនកើតទុក្ខច្រើនមិនជួបបញ្ហាច្រើនមិនលំបាកដោយសារកូនច្រើនបាយក៏ឆ្ងាញ់សម្រានក៏លួចស្រួលមែនទេញោមតែសប្បាយចិត្តបាយក៏ឆ្ងាញ់អត់មហូបអីវិសេសល្អប៉ុណ្ណា
ត្រឹមតាប្រអកជាមួយតសាក់ជាមួយស្បៃក៏ឆ្ងាញ់តែទឹកត្រីជាមួយត្រីឆ្អើរជាមួយចំណុះខ្លាញ់ក៏ឆ្ងាញ់មែនទេប៉ុន្តែបើការទុកហើយបបាក់ចិត្តហើយញោមចាំមើលចង់អីសាច់គោឡើងភ្នំ5គីឡូឲ្យម៉ែហូបក៏មិនឆ្ងាញ់ដែរជ្រូកខ្វៃទាខ្វៃទិញមួយទាំងមូលយកមកជូនម៉ែហូបក៏មិនឆ្ងាញ់ដែរទុរេន10គីឡូទិញឲ្យម៉ែហូបឲ្យមានកម្លាំងក៏អត់ឆ្ងាញ់ដែរអាមិនមិនឆ្ងាញ់តែអាចចិត្តអានេះវាមិនសប្បាយអាចចិត្តអានេះវាការទុកអាចចិត្តអានេះក៏ពោប្របាក់ចិត្តរឿងអីឲ្យឆ្ងាញ់មែនទេយាយអីមិនតែញោមទេតែអាត្មានេះដូចគ្នាបើការទុកបើប្របាក់ចិត្តហើយសំទោសហើយចំញោមខជើងជ្រូកបបាន់កដៃឲ្យទៅប្រកេនក៏មិនឆ្ងាញ់ដែរចាំងញោមអីសម្លកកោមកជូរខួរក្តាមឲ្យផ្លែកមាត់បន្តិចតែក៏មិនឆ្ងាញ់ដែរប៉ុន្តែបើសប្បាយចិត្តមិនកើតទុកមិនប្របាក់ចិត្តហើយចង់ញោមប្រគេនប្រហុកឆាន់ក៏ឆ្ងាញ់ត្រូវហេយាយត្រូវហេចឹងចំណុចទី1តើតែញោមធ្វើឲ្យម្ដាយរបស់ញោមនេះគាត់សប្បាយចិត្តអាយុវែងហើយដល់តែធម៌ទី2តើតែញោមធ្វើឲ្យគាត់បាននៅសេចក្តីសុខផ្លូវកាយហើយចាស់យើងធ្វើយ៉ាងម៉េចទៅដើម្បីឲ្យគាត់បាននៅសេចក្តីសុខផ្លូវកាយណែដូចថ្ងៃហ្នឹងចឹងញោមចេះស្រឡាញ់គ្នាចេះសាមគ្គីគ្នាចំណាយទ្រព្យសម្បត្តិធនធានធ្វើបន់ចម្រើនបច្ចុប្បន្នជូនគាត់ដល់តែមិនមែនត្រឹមតែចម្រើនបច្ចុប្បន្នថ្ងៃហ្នឹងទេគាត់តែញោមនឹងតបគុណគាត់ផងហើយចាស់តបគុណនឹងតបគុណយ៉ាងម៉េចអាត្មាសុំផ្ដាំប្រាប់ញោមថាអញ្ចេះឪពុករបស់យើងក៏ដោយម្ដាយរបស់យើងក៏ដោយបើញោមចង់សម្លឹងមើលគុណលោកឪពុកអ្នកម្ដាយរបស់ញោមកុំសម្លឹងមើលតាមតែខ្សែភ្នែករបស់ញោមកុំសម្លឹងមើលតាមតែខ្សែភ្នែកណាញោមបើញោមសម្លឹងមើលតាមតែខ្សែភ្នែកញោមមើលឃើញដែរញោមដឹងដែរថាឪពុករបស់ញោមម្ដាយរបស់ញោមមានគុណមែនប៉ុន្តែមានគុណច្រើនយ៉ាងណាមានគុណធំប៉ុណ្ណាយើងអត់ដឹងហើយដល់តែយើងអត់ដឹងអាម៉េចទៅបានមើលគុណគាត់ដឹងថាញោមក៏មើលតាមតែខ្សែភ្នែកត្រូវសម្លឹងមើលគុណមេត្តាបៃតារបស់ញោមដោយបញ្ញាស្គាល់បញ្ញាហ៎ញោមស្គាល់បញ្ញាហ៎បញ្ញាការយល់ដឹងខុសហើយត្រូវណាចឹងត្រូវសម្លឹងមេត្តាបៃតារបស់ញោមដោយបញ្ញាទើបញោមដឹងថាមេត្តាបៃតារបស់ញោមមានគុណធំប៉ុណ្ណាមានគុណច្រើនប៉ុណ្ណាមានគុណដែលរាប់មិនអស់យ៉ាងម៉េចខ្លះចឹងតើតែយើងសម្លឹងមើលដោយបញ្ញារបស់ញោមហើយដល់តែញោមសម្លឹងមើលបញ្ញាយល់ដឹងថាមេត្តារបស់ញោមមានគុណហើយចាប់ដើមតបគុណគាត់
ហើយដល់តែតបគុណគាត់មិនមែនតាមតែតបគុណធ្វើបន់ចម្រើនបជនថ្ងៃហ្នឹងឲ្យរួចគុណម៉ែនោះអត់រួចទេសងមកជីវិតនេះមួយជាតិនេះខ្ញុំសងគុណគាត់អត់តាន់គ្រប់គ្រាន់ផងសងអត់អស់ទេកុំថាឡើយដល់ត្រឹមតែតបខ្ញុំណែបើតបគុណរត់តែតបវាមិនអស់ទៀតហើយដល់តែយើងសងគុណរត់តែសងវាមិនគ្រប់ទៅទៀតប៉ុន្តែឥឡូវអាត្មាបើកបង្ហាញប្រាប់ញោមតបគុណមេត្តាបៃតាតតែញោមយកធម៌4ទៅតបយកធម៌4ទៅតបស្មើនឹងញោមធ្វើឲ្យគាត់បាននៅសេចក្តីសុខផ្លូវកាយហើយចាំធម៌4ដែលត្រូវយកទៅតបនោះមានអីខ្លះទីហើយចោះចៃវរៈបច្ច័យហ្នឹងមានអីខ្លះថាកៅអៅស្លៀកពាក់តាំងពីញោមកើតមកចេះស្លៀកពាក់កៅអៅប្រើប្រាស់កៅអៅម៉ែប្រើប្រាស់កៅអៅឪអស់ប្រមាណកាផ្លេបើយើងរាប់ដឹងណាញោមថាខ្ញុំប្រើខោអាវម្ដាយឪពុកឧទាហរណ៍ថាអស់200កាផ្លេអាហ្នឹងយើងទិញ200កាផ្លេទៅតបគាត់ជូនគាត់អាហ្នឹងរួចមួយហើយចាឥឡូវយើងប្រើអស់ប្រមាណកាផ្លេហើយញោមប្រើកៅអៅម៉ែឪនឹងអស់ប្រមាណកាផ្លេរាប់តាំងពីខោទឹកនោមមើលញោមណាដឹងជូន10លានបន្ទុកអាយយាយអត់ដឹងហើយបើញោមអត់ដឹងលោកទេសនាក៏មិនដឹងអត់ដូចគ្នាវាច្រើនថាវាអស់ច្រើនយើងរួមអស់មែនអីយាយត្រឹមតែខោទឹកញោមនេះមួយថ្ងៃមិនដឹងអស់ប្រមាណហើយញោមមើលអ្នកធ្លាប់មានកូនអស់ប្រមាណមួយថ្ងៃអស់3 4ហើយចាំមិនមែនតែមួយថ្ងៃឯណាមែនទេញោមតំឡមកឈប់ស្លៀកអាខោទឹកនោមហ្នឹងយ៉ាងតិច2 3ឆ្នាំខ្លះ4ឆ្នាំ5ឆ្នាំតន់ឈប់ស្លៀកផងហើយដល់តាមិនតន់ឈប់ស្លៀកខោទឹកនោមហើយចាប់ដើមចេះស្លៀកខោចាប់ដើមចេះពាក់អាវហើយខ្ញុំរាប់មកអស់ប្រមាណកាផ្លេហើយច្រើនណាស់ចឹងដល់តែខ្ញុំយកនៅធម៌ទី1ចៃវរៈបច្ច័យយកទៅសងយកទៅតបគុណគាត់មកទិញកៅអៅជូនគាត់ជាកិច្ចតបគុណបាត់បាំងអវយវៈបាត់បាំងផ្លូវកាយរបស់អ្នកម្ដាយដើម្បីឲ្យគាត់បាននៅសេចក្តីសុខសម្រាប់ផ្លូវកាយរបស់គាត់មួយដល់តាទី2ធម៌ទី2បណ្ឌបាតបច្ច័យបាយទឹកនំចំណីត្រីសាច់មិនដឹងតាហូបបាយម៉ែអស់ប្រមាណចានសម្លម៉ែអស់ប្រមាណចានអង្គម៉ែស្រូវម៉ែអស់ប្រមាណបេតាំងបច្ចេហូបមកម៉ែនេះយាយច្រើនណាស់បើញោមរាប់មិនអស់ឥឡូវញោមបាច់គិតហើយបាច់រាប់ទេអាត្មាឲ្យញោមរាប់ត្រឹមតែគុណនៃទឹកដោះមួយបានណាមើលញោមបៅទឹកដោះដែលសម្រេចដោយឈាមស្រស់ស្រស់របស់អ្នកម្ដាយញោមនេះអស់ប្រមាណលីត្រអាញោមអស់ប្រមាណលីត្រយើងឧទាហរណ៍កូនរបស់ញោម2ឆ្នាំ3ឆ្នាំ4ឆ្នាំបានឈប់បៅចឹងឲ្យញោមហី
បានឈប់បើអីចោះក្នុងមួយថ្ងៃយើងរាប់ឲ្យតិចបំផុតត្រង់តែ2លីត្រហើយចុះមួយអាទិត្យតើអស់ប្រមាណលីត្រយកទៅគុណទៅចែកជាមួយមួយខែទៀតអស់ប្រមាណលីត្រយកទៅបោកទៅចែកទៅគុណជាមួយនឹង1ឆ្នាំ2ឆ្នាំ3ឆ្នាំ4ឆ្នាំ5ឆ្នាំបានឈប់បើតើអស់ទឹកដោះឈាមស្រស់ស្រស់អ្នកម្ដាយញោមនេះតើប្រមាណលីត្រថាអត់ដឹងរាប់ត្រឹមតែគុណនៃទឹកដោះមួយញោមរាប់មិនអស់ផងអាចចោលតម្រាំទៅរាប់គុណនៃបាយប្រមាណចានសម្លប្រមាណចានក៏សៅអស់ប្រមាណ3ថាអ្នកណាដឹងអត់ដឹងទេញោមមិនដឹងអាត្មានៅទេសនាហ្នឹងក៏មិនដឹងដែរប៉ុន្តែដឹងតែច្រើនណាស់តបអត់រួចទេស្ដាប់តនេះញោមម្ចាស់ដើមប៉ុនចាន់តតែញោមណាថ្ងៃហ្នឹងល្អណាស់ចម្រើនបច្ចុប្បន្នជូនអ្នកម្ដាយរបស់ញោមត្រូវតែមានបាយសម្លជានិមិត្តរូបមួយសបញ្ជាក់ឲ្យឃើញថាខ្ញុំតបគុណម្ដាយរបស់ខ្ញុំមានបាយមានសម្លមានភេសជ្ជៈនំណែកបាត់ជើងសាពះគាត់សាពះឲ្យលើកជូនឲ្យវ័នទាសំកមាទោឲ្យគាត់ឲ្យពរជ័យសាប់សាតុការដល់យើងហើយយើងថ្វាយបង្គំគាត់3ដងទៀតសាធុអនុមោទនាពរជ័យពីព្រះរស់របស់ញោមហើយកុំទៅរកព្រះឯណាទៅរកគ្រូឯណាឲ្យស្រោចទឹកទៅរកគ្រូឯណាបកកែឲ្យស្រោចទឹកថាញោមគ្រូដែលបកកែជាងគេស្រោចទឹកឲ្យញោមបកកែជាងគេព្រះម៉ែព្រះឪនឹងហើយមិនចាំបាច់ទៅរកព្រះសង្ឃនៅវត្តឲ្យស្រោចទឹកក៏បានដែរព្រោះម៉ែឪនឹងគឺជាព្រះអរហន្តរបស់កូនទៅហើយម៉ែឪនេះជាទេវតារបស់កូនទៅហើយម៉ែឪនេះគឺជាព្រះព្រហ្មរបស់កូនទៅហើយម៉ែឪនេះជាអាចារ្យជាគ្រូខាងដើមរបស់កូនទៅហើយកូនចៅលើកដៃសាពះគោរពបដិបត្តិសំជ័យសំពរអំពីព្រះរស់របស់កូនឈ្នះអស់មាសត្រូវទាំងពួងណាញោមណាឈ្នះអស់មាសត្រូវទាំងពួងដោយសារអីដោយសារតញោមមានធម៌កតញ្ញូកតវេទីតាធម៌ចំពោះលោកឪពុកអ្នកម្ដាយរបស់ញោមនឹងហើយចឹងរៀនចាំណាហើយមិនមែនចម្រើនបជនតាមថ្ងៃនឹងទេណាចាប់ចម្រើនបជនស្អែកឡើងខានស្អែកឡើងម៉ែឯងដាប់បាយហូបខ្លួនឯងទៅដៃមានម៉ែនេះយាយអើយយាយថ្ងៃចម្រើនបជនឲ្យគេមើលឃើញខ្ញុំដឹងកូនណាស់ម៉ែខ្ញុំសើលើកដៃសាពះកមាទោសមានលុយកាក់មានបាយសម្លជូនដល់តែបនចប់ម៉ែឯងដាប់បាយហូបខ្លួនឯងទៅខ្ញុំរវល់កូនរវល់ប្តីខ្ញុំឯណាដែរវិវល់វិវល់ញោម
ចឹងមិនមែនដឹងគុណត្រឹមតែថ្ងៃបន់ចម្រើនប្រជុំទេគ្រប់ថ្ងៃទាំងអស់ឲ្យតែមេត្តាបៃតារបស់ញោមមានជីវិតរស់នៅត្រូវតែតបគុណគាត់ជានិច្ចបាទត្រូវតែតបគុណជានិច្ចហេតុអីបានអាត្មាថាតបគុណជានិច្ចព្រោះកតញ្ញូនេះមាន3ញោមកតញ្ញូមាន3និច្ចកតញ្ញូដឹងគុណជានិច្ចដឹងគុណរាល់ថ្ងៃតបគុណរាល់ថ្ងៃទឹកក្តៅទឹកត្រជាក់មិនថាពេលថ្ងៃមិនថាពេលយប់ព្រលប់បើគាត់ឈឺយកគាត់ទៅពេទ្យចេះគោះដៃគោះជើងសម្បាច់ជូនគាត់បើគាត់មិនស្រួលខ្លួនបាយសម្លជូនគាត់រាល់ថ្ងៃអូកូនដល់តែ5នាក់ទៅហើយនេះញោមមកថាអាត្មានេះកូនដល់5បើម្នាក់មកពេលបាយត្រឹមតែមួយចានសម្លត្រឹមតែមួយចានសរុបបាយ5ចានសម្ល5ចានគាត់ហូបមិនអស់ផងមែនទេយាយហូបមិនអស់ផងហើយបើថាទេខ្ញុំរវល់ឥឡូវដាក់ថ្ងៃដាក់វេនគ្នាមួយថ្ងៃម្នាក់ថ្ងៃច័ន្ទអាកូនទី1ថ្ងៃអង្គារអាកូនទី2ថ្ងៃពុធអាកូនទី3ថ្ងៃព្រហស្បតិ៍អាកូនទី4ថ្ងៃសុក្រអាកូនទី5មកវើជុំតាល់វេនទី1ទី2ចឹងវិញមកម៉ែនេះយាយដាក់វេនគ្នាមកចឹងមួយថ្ងៃមួយវេនមួយថ្ងៃមួយវេនមកជូនគាត់អូសប្បាយចិត្តណាស់អាយុវែងហើយញោមអាយុវែងហើយចឹងតបគុណគាត់ថតទី3តតែញោមមាននៅបណ្ឌបាតបច្ច័យតបមកដល់តែធម៌ទី3សេនាសនៈបច្ច័យសេនាសនៈបច្ច័យនឹងមានអីខ្លះបើរាប់តាំងពីស្បែកជើងឡើងស្បែកជើងយើងពាក់ក៏ចាត់ចូលសេនាសនៈបច្ច័យចាប់តម្រាំគិតដល់ទឹកដល់ក្រែដល់កន្ទេលដល់កង់ជិះម៉ូតូជិះម៉ែឲ្យទិញឲ្យយកទៅប្រើប្រាស់ច្រើនណាស់រាប់ត្រឹមតែស្បែកជើងតាំងពីចេះពាក់ស្បែកជើងមកមិនដឹងថាពាក់ស្បែកជើងម៉ែអស់ប្រមាណគូម៉ែណែញោមអស់ប្រមាណគូម៉ែឲ្យខ្លះក្រណាស់ប៉ុន្តែសម្រាប់កូនណាម៉ែឲ្យទានទាំងអស់កូនទាស្បែកជើងអានេះសម្រាប់ពាក់ទៅរៀនអានេះសម្រាប់ពាក់ទៅបន់គេអានេះសម្រាប់ទៅស៊ីការអានេះសម្រាប់ទៅដើរលេងហ៊ានទិញឲ្យកូនពាក់បើខ្លួនឯងអត់លុយសក់ចិត្តទៅបុលខ្ចីបំណុលគេយកមកទិញឲ្យកូនទៀតម៉ែណែញោមទៅបុលបំណុលខ្ចីគេយកមកទិញឲ្យកូនទៀតណាដល់តែខ្លួនឯងស្បែកជើងល្អអត់ហ៊ានពាក់ទេពេលខ្លះសក់ចិត្តពាក់អាស្បែកជើងផ្ទាត់អាមកគូប្រហែលពាន់ហ្នឹងពាក់ឲ្យតដាច់ខ្សែរកខ្សែយកមកចងតពាក់តទៀតពេលខ្លះពាក់ឲ្យតរិចគិះអាគូតបាតនៅខាងក្រោយហ្នឹងម៉ែណែញោមពាក់ឲ្យតប្រើលើកាតប៉ុន្តែដល់តែកូនអូយសត្វតារបាប់ប្រែនប្រានញោមសត្វតារបាប់ប្រែនប្រាន
មកគូ10រៀលជាង20រៀលជាង30រៀលជាង50រៀលជាង70រៀលជាង100ជាងក៏មានដល់តែម៉ែហើយឲ្យតែតាស្បែកជើងទាន់មកគូប្រហែលពាន់ណាឥឡូវយើងបាច់ជើងទាន់6 7,000 9,000អត់ហ៊ានរកអាប្រែនគេដល់តែកាអាវហើយមានតែថ្លៃស្អីនេះញោមនេះអាវសសពុតសឹងនេះអាស្បែកនេះយ៉ាងច្រើនមកកាផ្លែហ្នឹងអស់ប្រហែលយាយអស់ប្រហែលសូដូចឆោតយ៉ាងច្រើន5 10រៀលអីដល់តែកូនមកឈុតញោមបាច់ថ្លៃណាស់ត្រឹមតែខោគេមួយក៏4 10រៀលដែរណាញោមអាវគេមួយក៏4 10រៀលហើយចាស្បែកជើងគេមកគូទៀតស្រាប់មកចង់$100ទៅហើយចឹងឲ្យតែកូនត្រូវការម៉ែសុកចិត្តយកប្លង់ដៃយកប្លង់ផ្ទះទៅដាក់ធនាគារខ្ចីលុយគេតែញ៉ាយកូនត្រូវការចង់ទៅរៀនតែញកាំងឲ្យកូនជីយូកូនចង់បានម៉ូតូទៅមើលជង្រុកស្រោជង្រុកបានដល់ខ្ទេចអត់គ្រប់ទៀតទៅខ្ចីធនាគារទៀតតែញ៉ាយកូនដល់ខែបងទឹកដល់ខែបងភ្លើងដល់ខែលុយធនាគារដល់ខែសងឯកជនប៉ុន្តែម៉ែឪស៊ូទ្រាំលំបាកព្រោះអីថាព្រោះតែកូនចឹងកូនគួរយល់ដឹងពីទឹកចិត្តឪពុកអ្នកម្ដាយផងយល់ណាញោមទីម៉ានហើយបើអាចចប់ទេ30 40នាទីណាដល់តែចំណុចទី4គេលៀនអភេសជ្ជៈបច្ច័យថ្នាំសម្រាប់កែរូបពេលគាត់ឈឺបើយើងមិនអាចព្យាបាលបានយកគាត់ទៅពេទ្យចឹងតតែញោមបដិបត្តិនៅធម៌ទាំង4នេះយកទៅតបកូនគាត់ទៀតអានេះគាត់បានអាយុវែងហើយអានេះតបឲ្យញោមស្ដាប់ឲ្យតាន់ត្រឹមតែតបទេណាបើចង់ឆាប់រួចគុណមេដាបៃតាញោមយកធម៌4ទៀតយកទៅសងមិនត្រឹមតបទេឥឡូវសងចាត់ធម៌4ឲ្យត្រូវយកទៅសងនោះមានអីខ្លះទី1ដឹកនាំឲ្យគាត់មានសទ្ធាបើម៉ែឪមិនទាន់មានសទ្ធាជឿជាក់ទៅលើបុណ្យបាបគុណទោសចេះធ្វើបុណ្យចេះធ្វើទានមានសិលជាទីពឹងចម្រើនមេត្តាភីពលាសម្រាប់ជីវិតរបស់គាត់ទេញោមដឹកនាំឲ្យគាត់មានសទ្ធានឹងទី1ដល់តែញោមត្រូវសងមួយទៀតដឹកនាំឲ្យគាត់មានសិលមើលតែគាត់មិនដែលទៅសុំសិលទេសិល5ច័ន្ទសិល8ដឹកនាំឲ្យគាត់មានសិលមកដល់តែញោមទៅសងគុណចំណុចទី3ចាគៈឲ្យគាត់ចេះលះទ្រព្យសម្បត្តិនឹងចេះធ្វើបន់ចេះធ្វើទានផងកុំកំណាញ់ពេកកុំស្វិតពេកអាពេលខ្លះកាទៀវមួយចានមិនហ៊ានហូបទេម៉ែនេះយាយណាយាយខ្លះតាខ្លះจะពីកំណាញ់ទៅកំណាញ់ស្វិតទៅស្វិតណាញោមបេះអត់ចាញ់ទេអាគេទៅចាក់គូហើយហ្នឹងបេះចង់ចាញ់ទៀតណាចឹងត្រូវមានចាគៈលះទ្រព្យសម្បត្តិធ្វើទានខ្លះមកដូចពេលហ្នឹងអញ្ចឹងឃើញទេញោមមកថាចមានចាគៈលះទ្រព្យសម្បត្តិខ្លួនឯងធ្វើបុណ្យកូនចៅមានចាគៈលះទ្រព្យសម្បត្តិខ្លួនឯងធ្វើបុណ្យល្អណាស់
ដល់តែយើងត្រូវសងមួយទៀតដឹកនាំឲ្យគាត់មានបញ្ញាហើយដល់តែយើងមិនសូវចេះដឹកនាំបានធ្វើបុណ្យណែនិមន្តធម្មកថាមកទេសនាបញ្យលឲ្យគាត់បានយល់ដឹងឲ្យគាត់មានបញ្ញាជឿជាក់ស្គាល់បុណ្យបាបគុណទោសល្អអាក្រក់ខ្ពស់ទាបនឹងការបដិបត្តិចម្រើននៅធម៌ដើម្បីឲ្យជីវិតរបស់គាត់បានសុខចឹងតតែញោមតបគុណនឹងផងស្ដាប់តនេះយាយតនេះហើយបើចង់ឲ្យមេត្តាបិតាបានអាយុវែងនឹងទៀតមានធម៌5យ៉ាងទៀតមានធម៌7យ៉ាងទៀតប៉ុន្តែឥឡូវមកច្រើនទៅហើយទុកឆ្នាំក្រោយយ៉ាងតិចទុកឲ្យញោមស្ដាយក្រោយតែមកដល់ចាំញោមណាធ្វើចម្រើនបច្ចុប្បន្នបច្ច័យ4មុនទេទៀតណាចាំតធម៌ហ្នឹងម៉ែនេះយាយឥឡូវបបោគេឈ្ងុយទេយូរអាម៉េចចឹងបើញោមចង់ឲ្យគាត់បានអាយុវែងតតែញោមតបដល់យកនៅបច្ច័យ4ទៅតបមួយទៀតចង់ឲ្យរួចទុកទោសជាពាក់គុណមេត្តាបិតាតតែញោមសងយកនៅធម៌4មិននោះយកទៅសងហើយបើញោមចង់ឲ្យមេត្តាបិតារបស់ញោមបានអាយុវែងដល់អាត្មាបញ្ជាក់ពីខាងដើមអញ្ចឹងឲ្យគាត់បាននៅសេចក្តីសុខផ្លូវកាយនឹងធ្វើឲ្យគាត់មាននៅសេចក្តីសុខផ្លូវចិត្តអានឹងគាត់បានអាយុវែងហើយបើកូនណារមើលគុណមេត្តាបិតាប្រមាថមើលងាយមេត្តាបិតារហូតដល់ហ៊ានប្រើហិង្សាទះតបជេរមើលងាយមេត្តាបិតាកូននោះអត់យូរទេញោមណែកូននោះអត់យូរទេវិនិច្ឆ័យអន្តរាយហន់ហោចក្តៅកាហាយនៅក្នុងគ្រួសាររបស់ខ្លួនឯងប្តីប្រពន្ធចេះតែឆ្លោះគ្នាបានកូនមកអាកូននឹងមិនដឹងគុណរមើលគុណឯងតគ្នាមកទៀតព្រោះអាកម្មនឹងវាតគ្នាមកអញ្ចឹងញោមចឹងបានមេត្តាបិតានេះអត់ត្រូវរមើលគុណគាត់ជេរប្រមាថមើលងាយគាត់ទេបើមិនចឹងប្រយ័ត្នដូចប្របាទអាជាតសតោញោមណាទៅនៃការសម្លាប់មេត្តាបិតាខ្លួនឯងញោមណាបិតាខ្លួនឯងយកទៅឃុំឃាំងដាក់គុកឲ្យគេវះបាតជើងប្រឡាក់ជាមួយនឹងអំបិលរហូតដល់ឪពុកដឹងទៅសោយទីបង្គន់ទៅញោមអាយធ្វើបន់មហាធ្វើបន់ដល់ជីវិតចុងក្រោយគាត់ស្គាល់បន់បាបគុណទោសដើរតាមមាគាពុទ្ធសាសនាខំប្រឹងធ្វើបន់ប៉ុន្តែចង់បញ្ចប់នៃជីវិតរបស់ព្រះបាទអាជាតាសតោនៅតែធ្លាក់នរកដល់សពថ្ងៃអត់តន់ងើបមកវិញទេញោមចឹងបានបើញោមមិនចង់ធ្លាក់នរករងទុក្ខវេទនាលំបាកកុំរមើលគុណមេត្តាបិតាបើញោមតបគុណមេត្តាបិតាដូចម្ចាស់ដាក់បន់ថ្ងៃហ្នឹងចឹងចេះស្រឡាញ់គ្នាសាមគ្គីគ្នាមកចេះគោរពគ្នាឲ្យតម្លៃគ្នាទៅវិញទៅមកជួយបីបាច់ថែរក្សាម្ដាយយើងនៅតែមួយទេអត់មានម្ដាយមាន2ម្ដាយមាន3ជីវិតម្ដាយលក់ដាក់ផ្សារអូឡ িম্প ិកផ្សារអូរស័យសវណ្ណាអ៊ីអន1អ៊ីអន2ថាអត់មានដាក់លក់ទេជីវិតម្ដាយនេះមានតែមួយគត់ស្រឡាញ់គ្នាគោរពគ្នាឲ្យតម្លៃសាមគ្គីគ្នាមើលថែរក្សាបីបាច់ចិញ្ចឹមម្ដាយរបស់យើងមក
ហើយដល់តែញោមតបគុណគាត់មានធម៌កតញ្ញូកតវេទីដូច្នេះកូននឹងបានសុខបានចម្រើនណាស់អត់ចេះចយត់ទេទៅណាមកណាទេវតាគេតែងតាមថែរក្សាចំណិតមិនថាពេលយប់មិនថាពេលថ្ងៃផ្លូវចិត្តផ្លូវឆ្ងាយផ្លូវទឹកផ្លូវគោកផ្លូវអាកាសត្រូវបាត់បង់ជីវិតបែរជាមានជីវិតមកវិញត្រូវជួបគ្រោះថ្នាក់ធំបែរជាគ្រោះថ្នាក់តូចបើគ្រោះថ្នាក់រហូតដល់វិនិច្ឆ័យហិនហោចបែរជារួចចាកនៅកាយវិនិច្ឆ័យដោយសារតែយើងមានធម៌កតញ្ញូកតវេទីតាខចំពោះម៉ែចំពោះឪនឹងឯងទេវតាគេតាមថែរក្សាមើលរាល់ថ្ងៃញោមណាទេវតានៅគេហដ្ឋានរបស់យើងរាល់ថ្ងៃគេមើលកូនណាដឹងគុណឪពុកកូនណាដឹងគុណម្ដាយទេវតាឲ្យពោសពសាប្រការរាល់ថ្ងៃរស់ស៊ីចិត្តតែមានចិត្តតែបានជួបតាមមនុស្សល្អទៅណាគេគោរពទៅណាគេស្រឡាញ់រស់ស៊ីចំនួនជួនទៅម្ដាយខាតចេះតែចំណេញប៉ុន្តែបើកូនរមើលគុណមេត្តាបិតាជួបតែបាបប្រមិតមនុស្សអាក្រក់មនុស្សបោកប្រាស់ហិនហើយពនាទ្រព្យសម្បត្តិចេះតែក្តៅកាហាយនៅក្នុងសង្គមគ្រួសារកូនចៅរមើលគុណឯងវិញដោយសារតែអាកម្មតគ្នាមកនឹងឯងប៉ុន្តែដល់តែញោមមានធម៌កតញ្ញូកតវេទីសាមគ្គីគ្នាស្រឡាញ់គ្នាបងប្អូនរហូតដល់ធ្វើបុណ្យចម្រើនបច្ចុប្បន្នដូច្នេះល្អណាស់រមែងបាននៅអានិសង្ឃ4យ៉ាងនឹងទៅទៀតថាទី1បធានតាជាប្រធាននៃបារមី30ទី2កុសលមូលតាជាឫសគល់នៃកសលទាំងពួងហើយទី3បញ្ញាប្រវត្តិនោជាទីចម្រើននៃបុណ្យកុសលទី4សម្បតិសមច្ឆន្តាជាទីសម្រេចនៅឋានទាំង3ឋាននឹងមានអីខ្លះសម្បត្តិរមែងបាននៅសម្បត្តិទាំង3គឺសម្បត្តិមនុស្សសម្បត្តិទេវតានិងសម្បត្តិព្រះនិព្វាននឹងទៅទៀតកំណើតពីមនុស្សនេះស្លាប់ទៅបានតែការឋានសួគ៌នរកដេរឆានអសរកាយបិទទ្វារចិត្តឆឹងមិនឲ្យអ្នកមានធម៌កតញ្ញូកតវេទីជាមួយម៉ែជាមួយឪឲ្យតែកើតទីដថោកទៀតនឹងទេបានតែកើតឋានសួគ៌អស់បនពីឋានសួគ៌នឹងទៀតចុះពីទេវតានឹងមកកើតជាមនុស្សនឹងទៀតគេបត់តកោថោកទៀតមិនឲ្យតែកើតទេគេបើកត្រឹមតែតកោ2តកោស្ដាច់1តកោអ្នកប្រាជ្ញ1បានដល់ខត្តយៈតកោព្រាហ្មណៈតកោឃើញទេយាយអញ្ចឹងបានតកើតតកោដល់ខ្ពង់ខ្ពស់មានយោសៈមានទុនតិមានបញ្ញាឆ្លៀសវៃនឹងទៅទៀតសូមអនុមោទនា